មុននឹងបញ្ចប់នេះខ្ញុំសូមនិយាយបន្តិចតាក់ទងទៅនឹងរឿងពន្ធរបស់អាមេរិកដែលបងប្អូននៅក្នុងវិស័យការងារព្រួយបារម្ភថ្ងៃមុនឮគេគំរាមឬគេបន្លាចហើយខ្ញុំនៅតែឃើញគេថា3ខែទៀតគឺមកលៀនការងារនឹងឲ្យលាយហើយបាទព្រោះអាមេរិកនឹងដាក់ហើយបាទថ្ងៃមុនឃើញស្អីសូឡាក្រុមហ៊ុន1 2 3000ប្រមាណភាគរយទៅអាក្រុមហ៊ុនវាបិទទីមួយចំនួនហើយប៉ុន្តែវិស័យការងាររបស់យើងឥឡូវខ្ញុំសូមបញ្យល់បងប្អូនបន្តិចថាទៅមុខវាយ៉ាងម៉េចអត់មានពីណាដឹងទេរឿងពន្ធនេះខ្ញុំជួបជាមួយនឹងគណៈប្រតិភូពីសភាអាមេរិកម្សិលមួយថ្ងៃខ្ញុំសួរគាត់យ៉ាងម៉េចទៅមុខទៀតគាត់ថាសំទោសគាត់អត់ដឹងដែរគាត់ថារដ្ឋាភិបាលអត់បានពិភាក្សាជាមួយសភាផងគាត់ឥឡូវតើពន្ធនេះជាការពន្ធដាក់ពីដីកម្ពុជាឬយ៉ាងណាសំណួរសួរថាតើកម្ពុជាជាប្រទេសតែមួយដែលជាប់ពន្ធហ្នឹងយើងដំបូងក្រុងដាក់ 49% ឥឡូវដកមកត្រឹម 10% យើងនៅចរចា3ខែជាមួយគាត់អញ្ចឹងសំណួរថាហេតុអីបានជាអាមេរិកដាក់ពន្ធហ្នឹងតើកម្ពុជាធ្វើខុសឬតើអាមេរិកគិតថាកម្ពុជាអត់ទេការសម្រេចចិត្តរបស់អាមេរិកមិនមែនដាក់តែកម្ពុជាជាងជិត200ប្រទេសជាប់ពន្ធដូចគ្នាសំបីតែប្រទេសសិង្ហបុរីដែលនាំចេញទៅអាមេរិកតិចជាងនាំចូលពីអាមេរិកក៏ជាប់ពន្ធ 10% ដែរអញ្ចឹងគឺជាការដាក់ពន្ធសកលហេតុអីបានជាដាក់ពន្ធដោយសារប្រធានាធិបតីអាមេរិកអាណត្តិនេះគិតថាដោយគាត់មើលតួលេខទៅអានាំចេញនាំចូលអាមេរិកជាមួយប្រទេសផ្សេងវាខុសគ្នាពេកគាត់គិតថាប្រទេសផ្សេងគៀងចំណេញលើគាត់ច្រើនអញ្ចឹងគាត់ចង់ទៅម៉េចឲ្យអាកម្រិតហ្នឹងវាមិនច្រើនគាត់ដាក់អាហ្នឹងទៅឲ្យចរចាគ្នាឬមួយក៏គាត់ឲ្យស្មើជាមួយប្រទេសវិជនអញ្ចឹងពេលដែលចេញដំបូងគេថាតើកម្ពុជាជាប់ពន្ធនឹងអ្នកខ្លះគេថាដោយសារយើងដាក់ពន្ធ 97% ទៅលើតំណែងរបស់អាមេរិកបានគេដាក់ឡើងវិញសំមុខទៅជាសំមុខនេះទៀត 97% មិនមែនពន្ធដែលរដ្ឋាភិបាលខ្មែរដាក់លើតំណែងពីអាមេរិកទេ 97% គេគិតពីគេថាលំអៀងនៃអនុភាពពាណិជ្ជកម្មយើងនាំចេញទៅអាមេរិក 1200 លានអាមេរិកនាំចូលមកយើង300 លានបាទអញ្ចឹងជាលំអៀងអាហ្នឹងខ្ញុំមិនសុំបញ្យល់គុណយ៉ាងម៉េចទៀតទេហើយពន្ធដែលអាមេរិកដាក់នៅលើខ្មែរក៏មិនសូន្យដែរជាមធ្យមក៏នេះដែរហើយយើងក៏ដាក់តំណែងអាមេរិកមួយចំនួនដែរតែច្រើនបំផុត 35% ដោយតំណែងលើសារ៉ាលើអីមួយចំនួនតំណែងខ្លះគឺសូន្យបើអាមេរិកយកគ្រឿងទូរស័ព្ទមកពីអាមេរិកបងសូន្យទៅហើយអញ្ចឹងសួរថាហេតុអីបានជាអាមេរិកចេញ 49% ដោយសាររឿងលំអៀងហើយគាត់ចែកជា2អា97ចែក2ហ្នឹងតែដោយសារខ្មែរខុសអត់ខុសខ្មែរជក់ឈាមទេអត់ទេអញ្ចឹងហេតុអីបានជាមានការនាំចេញនាំចូលឆ្លោះគ្នាទី1ហេតុអីបានជាអាមេរិកធ្វើពាណិជ្ជកម្មមួយពិភពលោកជាង200ប្រទេសដោយសារគ្មានប្រទេសណាមួយមានលទ្ធភាពផលិតខ្លួនឯងរស់ខ្លួនឯងទាំងអស់នោះទេទោះបីជាអាមេរិកមាន300 លាននាក់ក៏មិនអាចឲ្យអាមេរិកផលិតទាំងកៅអៅផលិតទាំងស្បែកជើងផលិតទាំងឡានផលិតទាំងអីដើម្បីរស់ខ្លួនឯងតែម្នាក់នោះទេពាណិជ្ជកម្មពិភពលោកត្រូវតែធ្វើពាណិជ្ជកម្មហើយអានេះគេធ្វើរាប់ពាន់ឆ្នាំមកហើយបាទ Columbus នឹងជីស្ទូកទៅបាទចិននេះជូតាក្វាន់នេះចេញមកធ្វើពាណិជ្ជកម្មសូត្រស្អីផ្លូវសូត្រផ្លូវស្អីហ្នឹងវាច្រើនទៅហើយបាទជំនាន់ដើមឃើញទេសំបីតែធ្វើអាណានិគមចាប់ទាសករហ្នឹងក៏ដើម្បីបំរើគេហៅថាពាណិជ្ជកម្មទាសករពេលនោះចាប់នោះលក់ slave trade ដើម្បីទៅបំរើឲ្យកម្លាំងពលកម្មដែលថាក្នុងស្រុកវាអត់គ្រប់ធ្វើអាតេះភ្លើងនៅអាមេរិកអត់ប្រើជនជាតិស្បែកសទាំងអស់ទេមានទាំងចិនមានទាំងអីទៅទៀតរាប់រយឆ្នាំមកហើយពាណិជ្ជកម្មទាំងមនុស្សពីមុនឥឡូវគេអត់និយាយពាណិជ្ជកម្មលក់ដោយទាសករទេប៉ុន្តែគេបើកឲ្យមនុស្សចល័តចុះឡើងតាមច្បាប់ការងារតាមជំរឿសប្រទេសដែលខ្វះពលកម្មឧទាហរណ៍នៅជប៉ុនគាត់ថា10ឆ្នាំទៀតជប៉ុនខ្វះអ្នកកុំព្យូទ័រ 50,000 នាក់ជនជាតិជប៉ុនកាន់តែចាស់ទៅក្មេងកើតអត់ទាន់អញ្ចឹងត្រូវតែយកអ្នកពីប្រទេសផ្សេងៗហើយរួមទាំងកម្ពុជាផងរឿងតែប៉ុណ្្នឹងពីមុនខ្វះកម្លាំងពលកម្មគេចាប់ទាសករយកទៅលក់ដើម្បីធ្វើចការធ្វើអីឲ្យ
បាយសស្បែកអីទៅអញ្ចឹងហេតុអីបានជាខ្មែរនាំកៅអៅពីអាមេរិកឧទាហរណ៍យើងយកតែកៅអៅទេហេតុអីបានពីអាមេរិកទិញកៅអៅពីក្រៅប្រទេសមិនធ្វើខ្លួនឯងដោយសារពេលដែលសេដ្ឋកិច្ចវិវត្តតម្លៃពលកម្មកាន់តែថ្លៃជំនាញរបស់ប្រជាពលរដ្ឋរបស់គេត្រូវតែបង្កើនដើម្បីបានតម្លៃបន្ថែមអញ្ចឹងជាជាងផលិតកៅអៅនៅក្នុងអាមេរិកគេឲ្យផលិតនៅក្រៅដើម្បីកៅអៅនៅថោកហើយពលករអាមេរិកយកទៅធ្វើរោងចក្រឡានយកទៅធ្វើជាសេវាកម្មធ្វើអីបានកម្រិតខ្ពស់ធ្វើ IT រឿងតែប៉ុណ្្នឹងអញ្ចឹងហើយបានជាគេយកទៅដាក់ផលិតនៅក្រៅប្រទេសរួមទាំងកម្ពុជាព្រោះកម្ពុជាវិវត្តនៅបង់ក្លាដេសនៅឥណ្ឌានៅវៀតណាមនៅប្រទេសផ្សេងៗគឺពលកម្មនៅតម្លៃសមរម្យដោយសារការរស់នៅមិនថ្លៃដូចនៅអាមេរិកអញ្ចឹងបើឲ្យអ្នកដេកកៅអៅនៅអាមេរិកតកៅអៅនៅអាមេរិកថ្លៃក៏ពពកហើយជនជាតិអាមេរិកឥឡូវក៏អត់មានពីណាទៅអង្គុយដេកកៅអៅដែរការងារខ្លះប្រទេសអភិវឌ្ឍគេលែងធ្វើទៅហើយអញ្ចឹងបានត្រូវមកបើកទីតាំងផលិតកម្មនៅក្រៅប្រទេសហើយទិញទៅវិញអានឹងហើយបានវាមានពាណិជ្ជកម្មហើយអីវ៉ាន់នាំចេញពីយើងពីកៅអៅពីអីនេះច្រើនដោយសាររឿងហ្នឹងសំណួរមួយទៀតសួរថាតើដោយសារយើងនាំទៅអាមេរិកច្រើនជាងហើយមិនក៏យើងមិនទិញពីអាមេរិកឲ្យស្មើគ្នាយើងនាំចេញ1300លានអាមេរិកចូល300យើងប្រទេសទូចក្រីក្រគ្មានលទ្ធភាពទៅយក1000លានទិញ Boeing 10គ្រឿងឯងហើយបើឲ្យអាមេរិកជប់ទិញពីយើងរហូតទៅដល់ត្រឹមតម្លាក់មកត្រឹម300លានបានន័យថាបិទរោងចក្រចូលច្រើនអញ្ចឹងវាមានត្រូវតែកម្លាតហើយរវាងប្រទេសអ្នកមានអ្នកក្រប្រទេសអ្នកមានលទ្ធភាពទិញធំជាងប្រទេសអ្នកក្រសូម្បីតែអឺរ៉ុបហើយអាមេរិកក៏ការនាំចេញនាំចូលខុសគ្នាច្រើនដែររាប់ពាន់លានហ៎យើងដល់2000លានវៀតណាម120,000លានប្រទេសមួយចំនួនចូលរាប់ពាន់លានអញ្ចឹងសួរថាតើការនាំចេញច្រើនរបស់កម្ពុជាទៅអាមេរិកអ្នកខ្លះគេឌឺគេថាមកពីខ្មែរគេជក់ឈាមអាមេរិកច្រើនពេកដាក់គេ97%អញ្ចឹងគេធ្វើឲ្យឌឺយើងទៀតបងប្អូនណាពេលខ្លះណាខ្ញុំពិបាកយល់ពេលដែលយើងមានអនុភាពជាមួយប្រទេសខ្លះឧទាហរណ៍យើងនាំចេញទៅតិចជាងនាំគេនាំចូលជេររដ្ឋាភិបាលថាល្ងងណាស់ឲ្យប្រទេសគេមកកេងចំណេញលើខ្មែរដល់ពេលខ្មែរយើងនាំចេញទៅអាមេរិកច្រើនជាងចោតខ្មែរទៀតថាទៅជក់ឈាមអាមេរិកអញ្ចឹងខុសរហូតអានាំចូលច្រើនជាងនាំចេញក៏យើងខុសថាឲ្យគេមកជក់ឈាមយើងកេងចំណេញលើក្បាលយើងដល់ពេលយើងនាំចេញច្រើនជាងនាំចូលគេបន្ទោសយើងថាអាក្រក់ជក់ឈាមគេបងប្អូនណាអ្នកធ្វើខុសរហូតបងប្អូនស្ដាប់មើលទៅហើយបើឲ្យយើងធ្វើស្មើគ្នាមួយអាមេរិកទៅអត់រួច1000លានហើយ1000លានយើងមានលុយណាទិញឬមួយក៏តតម្លាក់ឥឡូវបងប្អូនហើយតែយើងនាំចេញទៅអាមេរិកច្រើននេះបានផលទៅពីណាដែលយើងនិយាយ1លាន8សែនអ្នកមានការងារធ្វើទេនៅក្នុងវិស័យសហគ្រាសនេះមួយផ្នែកធំមួយផ្នែកក៏ពឹងផ្អែកទៅការនាំចេញច្រើនទៅអាមេរិកនេះដែរផលក៏យកមកឲ្យកូនចៅប្រជាពលរដ្ឋយើងទាំងឯងបងប្អូនទាំងឯងបាទសហជីពការងារមានការងារធ្វើផលិតផលនាំចេញទៅផ្សារនឹងកាន់តែច្រើនគឺយើងរោងចក្រពង្រីកសេវាផលិតកម្មហើយពីណាបានការងារបងប្អូនទាំងអស់គ្នាទាំងឯងបាទនេះគឺជាការពិតបាទអញ្ចឹងថាអាមេរិកថាខ្មែរជក់ជើងអាមេរិកត្រូវថ្មោងសំមុខហើយថាក៏ថាចុះបន្ទោសក៏បញ្ចុះចុះប៉ុន្តែធ្វើនេះសុកចិត្តឲ្យគេឌឺឲ្យគេថាប៉ុន្តែដើម្បីផលប្រយោជន៍ឲ្យបងប្អូនយើងនេះឯងបាទអាហ្នឹងមិនខុសពីម៉ែឲ្យទេហើយសួរថាធ្វើនឹងខុសច្បាប់ឬទេអត់ទេបើមិនចឹងប្រទេសទូទាំងពិភពលោកជក់ឈាមអាមេរិកខុសច្បាប់ហើយអត់ទេហើយសួរថាប្រទេសអាមេរិកមហាអំណាចឲ្យ100ប្រទេសជក់ឈាមដោយអយុត្តិធម៌គេល្ងងដល់ថ្នាក់ហ្នឹងអត់ទេពាណិជ្ជកម្មគឺឈ្នះឈ្នះអាមេរិកចង់មានកៅអៅថោកល្អតលតែបង្កើតផលិតកម្មនៅក្រៅប្រទេសទើបគេធ្វើបានជនជាតិអាមេរិកមានលុយប្រាក់ខែកើនឡើងកុំឲ្យបង់ចំណាយទៅលើម្ហូបអាហារវាថ្លៃពេកត្រូវនាំចូលពីប្រទេសផ្សេងរឿងតែប៉ុណ្្នឹងដើម្បីជនជាតិអាមេរិកសល់លុយដែរជីវភាពរបស់គេបើតម្លៃទំនិញឡើងថ្លៃឥឡូវខ្ញុំជួបខ្មែរនៅអាមេរិកកាំងមួយឆ្នាំជាងមុនកាទៀវមួយចាន$210ឥឡូវឡើងកាទៀវមួយចាន$20ជាងហើយអញ្ចឹងថ្ងៃមុនហូបបាន2ចានមួយខែទៅកាទៀវ4ដងឥឡូវបើលុយដដែលមួយខែត្រូវចាយតែ2ដងទេប៉ុន្តែវាមិនមែនតែថ្លៃកាទៀវឡើងស្អីផ្សេងទៀតក៏ឡើងអញ្ចឹងហាងកាទៀវនឹងទុកសិនទៅខ្ញុំហូបបាយនៅផ្ទះសិនអញ្ចឹងហាងកាទៀវប្រហែលជាត្រូវបិទឬមួយកាត់បន្ថយខ្ញុំឃើញបងស្រីម្នាក់បោះហាងដូណុត
ก็ตើឥឡូវពងទាក៏ឡើងស្ករក៏ឡើងស្អីក៏ឡើងអញ្ចឹងដូនត់ខ្ញុំក៏ត្រូវតែឡើងដែរឡើងថ្លៃជីវភាពរស់នៅរបស់ប្រជាជនក៏ប៉ះពាល់រឿងអាមេរិករដ្ឋាភិបាលគេដោះស្រាយគេមានគោលការណ៍របស់គេខ្ញុំមិនវាយតម្លៃទេប៉ុន្តែស្ថានភាពបែបនេះរាជរដ្ឋាភិបាលកម្ពុជាក៏ដូចគ្នាអាមេរិកធ្វើពាណិជ្ជកម្មនាំចេញនាំចូលផលិតផលណាជាមួយយើងមានការចរចាយើងមានការឯកភាពគ្នាមិនមែនអាមេរិកឲ្យយើងអត្តនោម័តដាក់ទៅលើគេមិនគិតទេព្រោះវាធ្វើឲ្យតម្លៃផលិតផលគេក៏គិតដាក់មកលើរបស់យើងដែរជាមធ្យមយើង29%ផលិតផលមួយចំនួនអាមេរិកដាក់ពន្ធទៅយើងជាមធ្យមជាង10%ទៅលើអីតែផលិតផលយើងអត់ខ្ពស់ដូចផលិតផលពីអាមេរិកទេផលិតផលពីអាមេរិក29%ប៉ុន្តែផលិតផលខ្លះតម្លៃខ្ពស់ដូចគោយន្តដោយអាត្រាក់ទ័រមកអាមេរិករាប់ម៉ឺន$9,000គិតជាលុយច្រើនជាងអាវយើងមួយទៅ$11បានតិចប៉ុន្តែនេះគឺជាទិន្នន័យអញ្ចឹងបងប្អូនដែលយើងជាប់ពន្ធនេះទីមួយមិនមែនជាកំហុសរបស់យើងទេគឺរដ្ឋាភិបាលអាមេរិកគាត់គិតថាដើម្បីទាញផលទៅខាងគាត់គ្មានប្រទេសណាខុសអញ្ចឹង180ប្រទេសខុសទី2តែយើងបានធ្វើអីខុសច្បាប់ឬទេតែយើងធ្វើអីមុខរបរថោកទាបទៅកេងចំណេញគេយើងឈាមគេទេអត់ទេយើងធ្វើត្រឹមត្រូវតាមច្បាប់ឯកភាពគ្នាអនុវត្តតាមគោលការណ៍ពាណិជ្ជកម្មពិភពលោក WTO តែយើងទៅលួចយករបស់ខុសច្បាប់ទៅទេអត់ទេយើងនាំកៅអៅយើងនាំសូឡាយើងនាំគ្រឿងបង្គុំអគ្គិសនីគ្រឿងអលង្ការទៅបងប្អូនដើម្បីអីដើម្បីទាញចំណូលមកសេដ្ឋកិច្ចស្រុកខ្មែរដើម្បីបង្កើតការងារឲ្យកូនចៅយើងនៅទីនេះតើរដ្ឋាភិបាលខុសទេអានឹងដោយឪពុកម្ដាយគេមើលងាយអ្នកក្រឪពុកម្ដាយទៅធ្វើការរើអេតចាយគេមើលងាយថាឪពុកម្ដាយតើកូនត្រូវមើលងាយឪពុកម្ដាយដែរឪពុកម្ដាយមិនបានទៅលួចគេយកមិនចាំកូនទេគាត់ទៅគាត់មានលទ្ធភាពគាត់យកទៅកែច្នៃទៅបើកហាងកាទៀវតូចមួយអត់បានដូចគេក្រុមហ៊ុនធំស្អីនោះទេប៉ុន្តែឪពុកម្ដាយតែម្ដងខំសន្សំដោយសុចរិតភាពដើម្បីយកមកចិញ្ចឹមកូនដើម្បីយកមកទិញសម្ភារៈអត្ថប្រយោជន៍ឲ្យកូនឲ្យច្រើនតើកូនត្រូវបន្ទោសឪពុកម្ដាយទេរដ្ឋាភិបាលដូចគ្នាគេឌឺយើងថាយើងទៅស្មុំចិនឲ្យមកវិនិយោគយើងទៅស្មុំអ្នកនេះអ្នកនោះមកធ្វើផ្លូវធ្វើសាលារៀនធ្វើហេដ្ឋារចនាសម្ព័ន្ធដើម្បីតភ្ជាប់ទៅបើករោងចក្រនៅកន្លែងនោះឲ្យអ្នកស្រុកមានការងារគេឌឺយើងសពសំបីតែប្រធានាធិបតីចិនមកគេថាយើងរើសស្ពៃមិនរើសសាច់គោគេថាយើងល្ងងចេះគេថាយើងជញ្ជក់ឈាមអាមេរិកកាំងបានដាក់ពន្ធ97%ទោះបីជាចោតមិនត្រឹមត្រូវប៉ុន្តែបងប្អូនហើយអ្វីដែលរដ្ឋាភិបាលធ្វើនៅក្នុងរយៈពេលរាប់សិបឆ្នាំមកនេះគ្មានអីក្រៅពីដូចម្ដាយចិញ្ចឹមកូនគឺខិតខំរកស៊ីដោយសុចរិតដើម្បីបង្កើតការងារយកលុយមកឲ្យកូនចៅប្រជាពលរដ្ឋរឿងប៉ុណ្ណឹងហើយឥឡូវរដ្ឋាភិបាលនេះធ្វើអីបើសិនជាយើងនៅសុករដ្ឋាភិបាលអាមេរិកគាត់គិតពីជីវភាពសេដ្ឋកិច្ចរបស់គាត់ដាក់វិធានការនេះរដ្ឋាភិបាលអាមេរិកពីមុនអត់ដាក់ទេអាពន្ធនេះគឺធ្វើចុងក្រោយឆ្នាំ1929នៅអាមេរិកអញ្ចឹងក្នុងរយៈពេលជិត100ឆ្នាំនេះអាមេរិកអត់ប្រើពន្ធ tariff នេះទេជំនាន់ Biden គាត់ដាក់មួយចំនួនគាត់ដាក់ទៅលើចិនទៅលើអីរឿងពាណិជ្ជកម្មប៉ុន្តែមិនដែលដាក់លើពិភពលោកទេជិត100ឆ្នាំហើយអាមេរិកតែដាក់អញ្ចឹងការសម្រេចចិត្តជាសិទ្ធិរបស់អាមេរិកយើងគ្មានជំរើសអីទេមានតែខិតខំការពារអត្ថប្រយោជន៍ដើម្បីឲ្យអ្វីដែលយើងកសាងបានកាន់តែនៅថិតថេរនឹងការពារអត្ថប្រយោជន៍ឲ្យបងប្អូនយើងឲ្យបានអញ្ចឹងយើងធ្វើអីគេឌឺយើងគេពមៀនយើងប៉ុន្តែយើងអត់បាននៅស្ងៀមទេ37ម៉ោង41ម៉ោងក្រោយអាមេរិកប្រកាសយើងបានចេញគោលការណ៍បង្ហាញឆន្ទៈនៅក្នុងការដោះស្រាយយើងមិនហឹងកពឹសស្អីថាអីយើងខ្លាំងឯងសុខចិត្តអត់ទេយើងគិតគូរព្រោះយើងមិនមានក្រោតតែដើម្បីផលប្រយោជន៍ហើយនេះគឺជាកិច្ចការអ្នកខ្លះគេមើលងាយគេថារដ្ឋាភិបាលគ្មានគិតពីប្រជាពលរដ្ឋទេយើងដាក់នេះដល់ពេលយើងចេញគោលការណ៍គេជេរយើងទៀតគេមើលងាយយើងទៀតថាហេអង្គការត្រុកទៅចរចាបងប្អូនដែរគិតមើលទៅរដ្ឋាភិបាលគេមើលងាយរហូតហើយអ្នកដែលមើលងាយថាបរទេសចោះមើលងាយខ្មែរគ្នាឯងអ្នកនយោបាយមួយចំនួនដែលស្រឡាញ់ថាស្រឡាញ់កម្មករណាស់ចង់ការពារណាស់តែខ្លួនគេមើលងាយតែរដ្ឋាភិបាលការពារយ៉ាងម៉េចឲ្យខ្លួនគេមិនបានស្នើសុំទៅអាមេរិកអីដើម្បីជួយកិត្តគូផងដែរទេគេអួតណាស់ពីការបាទអ្នកនយោបាយនៅក្រៅប្រទេសនោះទាំងស្រីទាំងប្រុសអាយុ70 80ឆ្នាំហើយជេរតែខ្ញុំរហូតស្អីនោះខ្ញុំដឹងហើយបងប្អូនអាចដឹងហើយឃើញតែអួតតិចអូសមាជិកសភាអាមេរិករដ្ឋាភិបាលអាមេរិករដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកគឺថាល្អណាស់ជាមួយយើងស្ដាប់យើងណាស់តែទៅហៅគេឲ្យតែមកកាត់ GSP ដាក់សម្ពាធទៅដល់ពេលប្រទេសយើងមានសម្ពាធបានអីក៏ធ្វើលិខិតមួយសន្លឹកអត់ថោកទេបង្ហាញឆន្ទៈទោះបានមិនបានក៏បង្ហាញឆន្ទៈចូលរួមដោះស្រាយដែរតែនេះអត់ធ្វើបាទ
ហើយមកគេងចំណេញដល់រដ្ឋាភិបាលធ្វើជេររដ្ឋាភិបាលថាអោនក្បាលមិនចេះក្បាស់គេអត់ទេថាអីថាទៅការពៀផលប្រយោជន៍កូនចៅប្រជាពលរដ្ឋរបស់ខ្ញុំនេះដែលរដ្ឋាភិបាលត្រូវធ្វើបាទការពៀឆ្នាំងបាយរបស់កម្មករកម្មការនីរបស់ខ្ញុំការពៀកំណើនសេដ្ឋកិច្ចរបស់ខ្ញុំដើម្បីបងប្អូនរបស់ខ្ញុំបានរីកចម្រើនអ្នកឯងចង់ថាអីថាចោះរដ្ឋាភិបាលជាអាណាព្យាបាលយើងមានកាតព្វកិច្ចហើយសូមឲ្យបងប្អូនកម្មករកម្មការនីប្រធានសហជីពយកទស្សនវិជ្ជាជាក់ស្ដែងទៀតអ្នកណាធ្វើពិតអ្នកណាបានតែមាត់អត់ថោកអីនឹងដៃទេថ្លៃអីនឹងមាត់បើគាត់មានសិទ្ធិនិយាយជាមួយសមាជិកសភារបស់អាមេរិកអំពីការដាក់បន្តឹងរដ្ឋាភិបាលមន្ត្រីរដ្ឋាភិបាលគិតគូរបន្តឹង GSP ពេលធម្មតាពេលដែលកូនចៅប្រជាពលរដ្ឋខ្មែរហើយពិភពលោកកំពុងតែរងហានិភ័យទៀតគាត់និយាយថាប្រមាថទេបញ្ចេញសារឲ្យគេលឺខ្ញុំគិតគូរណាស់ពីបងប្អូនខ្ញុំបានជួបខ្ញុំបានសរសេរសម្បត្តិទៅអាមេរិកទៅរដ្ឋាភិបាលអាមេរិកការបរទេសអាមេរិកថាជួយគិតគូរណាគិតពីកម្មករកម្មការតែនេះអូនមានតែរដ្ឋាភិបាលទេបាទរៀបចំការងារយើងចរចាក្រុមការងារយើងបង្កើតភ្លាមឯកឧត្តមឧបនាយករដ្ឋមន្ត្រីសុនចន្ទថុលរដ្ឋមន្ត្រីចោមនិមលត្រៀមក្រុមការងារភ្លាមយើងដាក់19ប្រភេទទំនិញ85មុខទំនិញដែលយើងតម្លាក់មកសូនភ្លាមដើម្បីជាកាដូបូកជាការបង្ហាញសុចន្ទៈនៅក្នុងការចរចាដើម្បីការពារផលប្រយោជន៍ថ្ងៃទី16មេសាយើងបានជួបអាដាមសុនចន្ទថុលជួបជាមួយនឹងតំណាងប្រធានពាណិជ្ជកម្មរបស់អាមេរិកថ្ងៃ16មេសាគឺជាថ្ងៃចុងក្រោយនៃថ្ងៃចូលឆ្នាំបានន័យថារាជរដ្ឋាភិបាលមន្ត្រីយើងដែលទទួលខុសត្រូវមិនបានចូលឆ្នាំទេនៅគិតគូរដើម្បីចរចាការពីអត្ថប្រយោជន៍បងប្អូនគិតរឿងហ្នឹងឲ្យច្បាស់បាទបើរដ្ឋាភិបាលមិនគិតយើងមិនធ្វើការងារដោយមិនគិតចូលឆ្នាំធ្វើការងារចរចាជាមួយគេនោះទេហើយយើងធ្វើការងារបន្ថែមជាមួយបណ្ដាប្រទេសផ្សេងបន្តទៀតដើម្បីពង្រីកពាណិជ្ជកម្មទីផ្សារអាមេរិកយើងការពារយើងនឹងចរចាយើងនឹងខិតខំធ្វើការងារក្រោយពីអ្វីនេះចប់យើងមិនផ្ដាច់ទំនាក់ទំនងយើងនឹងធ្វើការរកដំណោះស្រាយចំណុចរួមតទៅទៀតទីផ្សារជប៉ុនខែក្រោយខ្ញុំទៅទស្សនកិច្ចផ្លូវការនៅជប៉ុនលើកទៅរឿងទំនាក់ទំនងពង្រីកការវិនិយោគពីជប៉ុនថៃទៅមកខ្ញុំក៏ធ្វើការចរចាដើម្បីតភ្ជាប់ពង្រីកទំនាក់ទំនងពាណិជ្ជកម្មប្រទេសជិតខាងអាស៊ានខែក្រោយខ្ញុំទៅនឹងជួបជាមួយនឹងវិស័យឯកជនមួយចំនួនបូកជាមួយបណ្ដាប្រទេសមួយចំនួនដើម្បីភ្ជាប់មានតំណាងមកពីប្រទេសអារ៉ាប់ទៀតយើងមានប្រជុំអាស៊ានជាមួយ GCC និងរកវិធីដើម្បីជួបជាមួយប្រទេសអារ៉ាប់គោលដៅមួយចំនួនដើម្បីតាក់ទាញភ្ជាប់វិស័យទេសចរពាណិជ្ជកម្មដើម្បីអីបងប្អូនដើម្បីទាញមកដាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសគ្រួសាររបស់ខ្ញុំអត់មានទេគឺទាញមកដើម្បីដាក់នៅក្នុងដែនសវណ្ណភូមិរបស់កម្ពុជារបស់យើងដែនដីកម្ពុជារបស់យើងបង្កើតការងារឲ្យបងប្អូនប្រជាពលរដ្ឋឲ្យកាន់តែច្រើននេះគឺជាអ្វីដែលខ្ញុំធ្វើខ្ញុំថាដើរតាក់មួយគេមើងងាយគេប្រអាប់ខ្ញុំថាអីថាចោះអស់លោកតែយ៉ាងហោចណាស់ខ្ញុំក៏បានទៅជួបផ្ទាល់ខ្ញុំបានតាក់ទាញគេផ្ទាល់ក្នុងមួយឆ្នាំនេះលទ្ធផលយើងក៏បានបង្កើនជាង1000សហគ្រាសជាងរាប់ម៉ឺនការងារបន្ថែមទៀតឲ្យបងប្អូនរបស់យើងបើកទីផ្សារបានរាប់សិបទីផ្សារទៀតក្នុងមួយឆ្នាំ7 2ឆ្នាំជាងនេះដើម្បីនាំផលិតផលយើងចេញមិនថាតែផលិតផលកសិកម្មតែផលិតផលឧស្សាហកម្មកម្មអសោយើងនាំចេញតទៅទៀតបានច្រើនផលិតផលកសិកម្មបងស្វាយចន្ទទីកំប៉ុងផលិតផលសម្រាប់យើងនាំចេញយើងរកវិធីដើម្បីធានាទីផ្សារ direct ដើម្បីធានានៅតម្លៃដល់ខាងក្រៅខ្ញុំប្រជុំជាមួយសហគមន៍កសិកម្មរៀបចំជាមួយវិស័យឯកជនដើម្បីធ្វើយ៉ាងណាជួយដល់កសិកររបស់យើងក្នុងការកាត់បន្ថយការតម្លៃដើមដើម្បីជួយយ៉ាងណាក្រសួងកសិកម្មរៀបចំសហគមន៍កសិកម្មទំនើបដើម្បីធ្វើនេះគឺជាអ្វីដែលយើងធ្វើបន្តមិនមែនអត់ដំណោះស្រាយទេប៉ុន្តែបងប្អូនហើយកន្លែងណាដែលខ្សោយគេរំលឹកកន្លែងណាដែលល្អគេមិនរំលឹកអ្នកធ្វើចង់ដៃខ្យល់ឲ្យបងប្អូនដែរពេលឆ្នាំទៅស្រូវឡើងថ្លៃអត់មានពីណាស្រែកជេររដ្ឋាភិបាលរឿងស្រូវតែទៅថតពលានយន្តហោះសៀមរាបថាអសមត្ថភាពអត់មានទេសចរដល់ឆ្នាំនេះទេសចរមកឡើងណែនគេមិនទៅថតទេសចរនៅសៀមរាបគេមកថតរឿងស្រូវម្ដងពេលដើមប្រមូលផលស្វាយចន្ទទីជាទូទៅកសិផលថ្លៃចុះធ្លាក់ 4000 គេចាប់ដើមជេររដ្ឋាភិបាលដល់ប្រហែលអាទិត្យក្រោយមកឡើងទៅ 5000 ជាងឥឡូវអត់មាត់ប្រមាថបើថាជ្រុលជេរពេលល្អសរសើរផងណាបងប្អូនពេលដែលរោងចក្របិទបងប្អូនធ្វើបាតកម្មកោតកម្មគេខំទៅស្រែកផ្សាយអាហ្នឹងចង់ភ្លុកទឹកភ្លុកដីនៅពេលដែលរោងចក្រថ្មីបើកគេអត់ទៅផ្សាយទេពេលដែលបងប្អូនដោះស្រាយទៀមទាដោះមិនទាន់ហើយគេផ្សាយដល់ពេលយើងដោះលក្ខខណ្ឌអីចប់គេអត់ផ្សាយទេ
ប៉ុន្តែអ្វីដែលខ្ញុំចង់លើកយើងមិនហាមឃាត់សិទ្ធិសេរីភាពអ្នកណាគេចង់ផ្សាយអីទេប៉ុន្តែខ្ញុំសូមឲ្យបងប្អូនជឿទុកចិត្តរឿងពាណិជ្ជកម្មជាមួយអាមេរិករឿងដោះស្រាយការងាររឿងពង្រីករាជរដ្ឋាភិបាលតែងតែគិតគូរហើយជឿជាក់លើរដ្ឋាភិបាលចុះយើងនឹងខិតខំឲ្យអស់លទ្ធភាពដើម្បីការពារអត្ថប្រយោជន៍បងប្អូនទីផ្សារនៅអាមេរិកទៅតាមលទ្ធភាពដែលអាចធ្វើទៅបានសួរថាតើទៅមុខវានឹងលំបាកទេបើសិនជារដ្ឋាភិបាលអាមេរិកដាក់ពន្ធយើងនឹងប្រឈមការលំបាកហើយមិនមែនតែយើងទេ180ប្រទេសក៏តែការលំបាកដែរប៉ុន្តែយើងមិនស្លាប់ទេផ្ទុយទៅវិញយើងនឹងខិតខំព្យាបាលហើយនឹងពង្រឹងសក្តានុពលរបស់យើងធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់យើងការនាំចេញទៅអឺរ៉ុបទៅប្រទេសផ្សេងៗការពង្រឹងនៅខ្សែចង្វាក់ផលិតកម្មរបស់យើងផលិតវត្ថុធាតុដើមក្នុងស្រុកជាច្រើនដើម្បីធ្វើយ៉ាងណាបង្កើតឱកាសហើយកាន់តែរឹងមាំស្អីក៏ដោយដែលមិនធ្វើឲ្យយើងស្លាប់និងធ្វើឲ្យយើងរឹងមាំក្នុងរយៈពេល19ខែនេះរដ្ឋាភិបាលថ្មីបានប្រជុំដោះស្រាយវិញ្ញាសាលំបាកច្រើនណាស់ទាំងនយោបាយទាំងសេដ្ឋកិច្ចទាំងសង្គមទាំងបញ្ហាផ្ទៃក្នុងប្រទេសការបំផុសបំផុលរឿងប្រឆាំងជាតិសាសន៍ផ្សេងសន្តិសុខសណ្ដាប់ធ្នាប់ទាំងសង្គ្រាមពាណិជ្ជកម្មទាំងឥទ្ធិពលនៃសង្គ្រាមនៅអ៊ុយក្រែនទាំងនៅអីដែលជាឥទ្ធិពលតែរដ្ឋាភិបាលយើងបានធានានៅលំនឹងសេដ្ឋកិច្ចសុខសន្តិភាពស្ថិរភាពឲ្យយើងអាចមានឱកាសតាក់ទាញទេសចរបង្កើតព្រឹត្តិការណ៍ច្រើនឲ្យខ្មែរយើងបានគេដឹងឮច្រើនរក្សាលំនឹងការងារជូនបងប្អូនមានលទ្ធភាពតម្លើងវាវត្តជូនមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធបូកទាំងកម្មករកម្មការនេះទៅច្រើនបន្ថែមអធិភាពក្នុង19ខែនេះយើងគិតថាយើងធ្វើបានល្អបើសិនជាធ្វើពេលដែលសេដ្ឋកិច្ចកំពុងតលូតយើងមិនអួតប្រមាណទេតែនៅពេលដែលលំបាកនេះហើយឥឡូវពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងតែប្រឈមនៅអ្វីដែលមិនធ្លាប់មានជិត100ឆ្នាំមកនេះដែលមិនទាន់ដឹងថាស្អីជាស្អីនោះយើងនៅតែបន្តខិតខំដើម្បីការពារអត្ថប្រយោជន៍និងការពារសេដ្ឋកិច្ចជាតិចឹងសូមឲ្យបងប្អូនជឿទុកចិត្តទៅលើការខិតខំប្រឹងប្រែងរបស់យើងអាចលំបាកតែមិនស្លាប់តែការលំបាកតិចតួចឲ្យយើងរឹងមាំគ្មានពីណាពង្រៀនកូនឲ្យរឹងមាំបញ្ចុកបាយកូនរហូតដល់អាយុ20ឆ្នាំនោះទេមែនទេគ្មានពីណារឹងមាំស្អីបន្តិចក៏ធ្វើឲ្យកូនទាំងអស់ទេគ្មានពីណារឹងមាំគ្រាន់តែកូនចេញទៅជន់ដីយកបាំងឆាត់ខ្លាយត្រូវថ្ងៃនោះទេតែមានតែពុះពៀហើយវិញ្ញាសាពិភពលោកវានឹងប្រែប្រួលជាប់ជាប្រចាំប៉ុន្តែអ្វីដែលសំខាន់ឆន្ទៈរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណៈបព្វជិជនកម្ពុជាសម្រាប់ការងារនិងកំណើនសេដ្ឋកិច្ចគឺជាអាទិភាពចម្បងដែលយើងត្រូវបន្តអនុវត្តនិងការពារនិងសម្រេចសមិទ្ធផលឲ្យច្រើនជូនបងប្អូនជួយទុកចិត្តចាស់អ្នកបន្លាចេះតែមានអ្នកឌឺចេះតែមានហើយបងប្អូនហើយបងប្អូនមាន Facebook មាន TikTok បងប្អូនឃើញហើយបងប្អូនប្រៀបធៀបទៅក្នុងរយៈពេល1ឆ្នាំជាងនេះដាក់មើលទៅតើប្រហែលថ្ងៃដែលខាងណាអង្គុយតែជេរយើងតើប្រហែលថ្ងៃដែលខ្ញុំឆ្លើយតបហើយតើក្នុងរយៈពេលប្រហែលជិត500ថ្ងៃនេះតើខ្ញុំធ្វើស្អីខ្លះក្រៅពីខំដាក់ចេញនូវគោលនយោបាយនិងដើរជួបជាមួយប្រជាពលរដ្ឋនោះទេយើងប្រជុំដាក់គោលនយោបាយគេថាយើងដាក់លើមេឃអត់ចោះជួបប្រជាពលរដ្ឋយើងចោះជួបប្រជាពលរដ្ឋគេថាយើងសម្ដែងចប់ទៀតគ្រាន់តែថ្ងៃនេះមកស្រួលថើបខ្ញុំមកខ្សើតមិញគេដាក់ទៅនឹងប្រកាសគេថាគេជួលឲ្យមកថើបសម្ដែងទៀតហើយថាអីថាទៅ